គឺនៅពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺជាដំណោះស្រាយស៊ីជម្រៅមួយបានចំណេញខ្មែរគ្រប់និន្នាការនយោបាយនេះឯងហើយដែលការអភិវឌ្ឍកម្ពុជាចាប់ផ្ដើមរីកដូចគេហៅថាឡើងស្បឺតចឹងហ្មងអត់មានថយទេពីឆ្នាំ91មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្រទេសហត្ថលេខីចូលរួមចុះហត្ថលេខាទាំងអស់18ប្រទេសសុទ្ធតែប្រទេសប្រជាធិបតេយ្យមានដែរវៀតណាមមានថៃអីចឹងមានរុស្ស៊ីមានអីចូលរួមមានប្រទេសកុម្មុយនីសអីខ្លះក៏ប៉ុន្តែប្រទេសសេរីគឺមានប្រទេសអាមេរិកមានប្រទេសអូស្ត្រាលីមានប្រទេសបារាំងកាណាដាអីគឺជាប្រទេសក្រាក់ដែលគេជួលជួយមើលជាការខុសត្រូវដើម្បីឲ្យយើងមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកសាងប្រទេសឲ្យត្រឹមត្រូវសហគមន៍អន្តរជាតិក៏ចង់ឲ្យកម្ពុជារួចចេញពីនឹមត្រួតត្រារបស់វៀតណាមដែរព្រោះអីដឹងថាបកកុម្មុយនីសកម្ពុជាគឺគណៈបកដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាគឺមនោគមបកកុម្មុយនីសទេអញ្ចឹងដោយសារតែគេជឿជាក់ថាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោយប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយមានអ្នកសេរីមានអ្នកកុម្មុយនីសមានអីចឹងប្រកួតប្រជែងគ្នាទៅរៀបចំការបោះឆ្នោតមួយទៅអានេះអ្វីដែលអ៊ុនតាក់ចង់បានគឺអាញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅថាអ៊ុនតាក់នៅឆ្នាំ1993ទម្លាក់លុយ2000លានដុល្លារដើម្បីនាំមន្ត្រីអង្គការសហប្រជាជាតិមានទាំងអ្នកដែលថែរក្សាសន្តិភាពកងបរទេសអីហ្នឹងគឺមកជួយមើលរៀបចំការបោះឆ្នោតឆ្នាំ1993ដើម្បីឲ្យគណៈបកនយោបាយទាំងអស់គឺរៀបចំឲ្យមានប្រព័ន្ធដឹកនាំរដ្ឋបែបសេរីមិនក្រោមការគ្រប់គ្រងរបស់គណៈបកកុម្មុយនីសប្រជាជនកម្ពុជាទៀតទេហើយជាលទ្ធផលពេលបោះឆ្នោតហ្នឹងគឺប្រជាពលរដ្ឋបោះឆ្នោតភ្លុកទឹកភ្លុកដីឲ្យគណៈបកហ៊ុនស៊ិនប៉ិចដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណរដ្ឋកាលហ្នឹងព្រោះអីជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រខ្មែរដែលប្រជាពលរដ្ឋនៅមានស្វាមីភក្តិចំពោះប្រកូណាប្របាទនរោត្តមសីហនុនៅឡើយបើទោះបីជាមានសង្គ្រាមរ៉ាំរ៉ៃក៏នៅតែនឹកអនុស្សាវរីយ៍ថាប្រកូណាសម័យសង្គមរាស្ត្រនិយមធ្លាប់ដឹកនាំប្រទេសឲ្យសម្បូរសបាយដូច្នេះប្រជាពលរដ្ឋនឹករលឹកសម័យសង្គមរាស្ត្រនិយមព្រោះឆ្លងកាត់របបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃស្លាប់មនុស្សច្រើនណាស់អត់បបរអត់បាយហូបហើយគេយកទៅសម្លាប់មកដល់សម័យរដ្ឋកម្ពុជាក៏ខ្វះខាតសន្ធឹកដែររហូតដល់ឆ្នាំ1991នឹងប្រជាពលរដ្ឋនៅខ្វះខាតណាស់គេចែកអង្គចែកអីរបៀបកុម្មុយនីសដដែលទេអញ្ចឹងប្រជាពលរដ្ឋចាប់ផ្ដើមផ្ញើវាសនាទៅគណៈបកហ៊ុនស៊ិនប៉ិចច្រើនលោកតាសឿនសានក៏បានសម្លេងខ្លះគណៈបកស្អីផ្សេងទៀតបានហូហែអញ្ចឹងទៅអ្នកតស៊ូនៅជីដែនអត់តែពួកខ្មែរក្រហមនៅពេលហ្នឹងលោកហ៊ុនសែនឡំប៉ាបដ ாய் ដោយសារអីគឺបើឲ្យគណៈបកហ៊ុនស៊ិនប៉ិចគ្រប់គ្រងប្រទេសចោះគណៈបកកុម្មុយនីសកម្ពុជាពីដើមឡើយមកដែលជាការលើកបន្ទប់របស់មហិច្ឆតាវៀតណាមមកហ្នឹងគឺនឹងបាត់គេខំប្រឹងកសាងតាំងពីឆ្នាំ1951សូម្បីតែសម័យខ្មែរក្រហមក៏គេនៅតែបំបែកក្រុមនឹងដើម្បីឲ្យកសាងចិញ្ចឹមមហិច្ឆតាវៀតណាមគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាហើយស្រាប់មកសុកដល់ឆ្នាំ1993ស្រាប់តែបោះឆ្នោតទៅឈ្នះបកូណាសម្ដេចប្របាទណែព្រះអង្គម្ចាស់ក្រមព្រះណានោះវិញអញ្ចឹងលោកហ៊ុនសែនឡំប៉ាភ្លាមដោយសារតែឡំប៉ាដឹងភ្លាមថាស្រុកខ្មែរបើអត់មានការផ្សះផ្សាគឺនឹងភ្លើងសង្គ្រាមឆេះថ្គោលទៀតហើយព្រោះលោកហ៊ុនសែនមានទាហានមានទ័ពមានអីដែលគាត់កសាងពីមុនមកហ្នឹងមកអាយុមកទៅហើយហ្នឹងក្រោមការជួយជ្រោមជ្រែងរបស់វៀតណាមអញ្ចឹងទៅបកូណាក៏ឲ្យមានរដ្ឋាភិបាលក្បាល2នាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2ហ៊ុនស៊ិនប៉ិចហើយក៏ដឹកនាំប្រទេសទៅវាមានសាបមានប្រៃមានជូរប៉ុន្តែពេលដែលដឹកនាំជានាយករដ្ឋមន្ត្រីទី1ជានាយករដ្ឋមន្ត្រីទី2ប្រទេសកម្ពុជាក៏ចាប់ផ្ដើមប្រែមុខមាត់ដែរមិនមែនអត់សោះទេព្រោះអីមានការផ្សះផ្សាគ្នាមួយព្រមដឹកនាំប្រទេសអញ្ចឹងទៅគឺយកធម៌មួយថាចាញ់ឈ្នះអីយើងធ្វើការរំដោះសង្គ្រោះជាតិឬក៏ថាណែអភិវឌ្ឍជាតិរួមគ្នាយើងឃើញពេលដែលឃើញយើងអាចធ្វើការជាមួយគ្នាបានសហគមន៍អន្តរជាតិក៏គេមិនមែនជាអ្នកសម្រេចជោគវាសនាយើងដែរគេគ្រាន់តែជួយរៀបចំការបោះឆ្នោតប៉ុន្តែជោគវាសនារបស់ប្រទេសកម្ពុជាគឺប្រជាពលរដ្ឋកម្ពុជាព្រះមហាក្សត្រខ្មែរចឹងបើលោកសពរាជហត្ថតីចង់ឲ្យមាននាយករដ្ឋមន្ត្រីដល់ទៅ2សហនាយករដ្ឋមន្ត្រីក៏ធ្វើទៅសហគមន៍អន្តរជាតិក៏មិននឿយណាយនៅក្នុងការជួយកម្ពុជាដែរឃើញទេព្រោះយ៉ាងហោចណាស់ក៏មានការបោះឆ្នោតនៅឆ្នាំ1993មិនទទួលលទ្ធផលយ៉ាងណាក៏ដោយតែអ៊ុនតាក់គេនៅហ្នឹងអញ្ចឹងគេសុកចិត្តជួយលុយជួយច្រើនណាស់ការអភិវឌ្ឍសពថ្ងៃនេះបានក៏ដោយសារតែជំនួយបរទេស
ដោយសារស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបើអត់មានស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអត់មាននរណាជួយយើងទេហើយបើអត់មានជំនួយទាំងអស់នេះក៏គ្មានការអភិវឌ្ឍដូចសប្ងៃដែរជំនួយហូរដូចទឹកបាក់ទំនប់ហើយគណៈបកនយោបាយចេះតែតស៊ូតវ៉ាគ្នាទៅគណៈបកប្រជាជនកម្ពុជាក៏មានអារម្មណ៍ថាមិនអាចប្រហែសខ្លួនបានទេគឺតែបន្តិចគឺគណៈបកដតីទៀតគេនឹងគ្រប់គ្រងយកតំណែងនេះបានអញ្ចឹងទៅដល់ពេលឃើញហ៊ុនស៊ិនប៉ិចខ្លាំងមិនអាចឈ្នះនៅក្នុងការបោះឆ្នោតធ្វើរដ្ឋប្រហារមួយនៅក្នុងឆ្នាំ1997ដើម្បីរំលាយអង្គការចាត់តាំងរបស់ហ៊ុនស៊ិនប៉ិចនេះសម្លាប់ទាហានហ៊ុនស៊ិនប៉ិចអស់ប្រមាណ100នាក់ដោយទាំងលោកចៅសម្បត្តិហូសុកគ្រួចយឺមអីលោកញឹកប៊ុនឆៃដែលកាលហ្នឹងចូលហ៊ុនស៊ិនប៉ិចដែររត់តាន់កុំអីស្លាប់នឹងគេដែរបាទហើយអញ្ចឹងទៅពីនឹងមកគឺហ៊ុនស៊ិនប៉ិចចាប់ផ្ដើមខ្សោយប៉ុន្តែនៅពេលដែលហ៊ុនស៊ិនប៉ិចចាប់ផ្ដើមខ្សោយគឺគណៈបកប្រឆាំងដែលមានលោកសំរងស៊ីជាប្រធានដឹកនាំគណៈបកជាតិខ្មែរក្រោយមកគណៈបកសំរងស៊ីជាតិខ្មែរហ្នឹងដំបូងគាត់បង្កើតមកមានចាប់ផ្ដើមមានប្រជាប្រិយមានអីដំបូងឡាយហ្មងគឺគាត់ចូលរួមជាមួយនឹងហ៊ុនស៊ិនប៉ិចបានងារជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអីអញ្ចឹងកាលពីដើមឡាយមកតែប៉ុន្តែក្រោយមកដល់ពេលមានរឿងអីតែយើងទៅស្អីណានិយាយរឿងពុកអលួយនិយាយពីរឿងអីច្រើនពេកគេមិនសូវចូលចិត្តអត់នៅបានគេបដិញចេញបាត់ទៅក៏មកបង្កើតបកគណៈបកជាតិខ្មែរហ្នឹងក៏កវែកកឆ្នាំងទៅក្រោយមកដូរទៅជាតិខ្មែរហ្នឹងមានគណៈបកណាមួយហ្នឹងគេបង្កើតឈ្មោះដូចគ្នាអញ្ចឹងអញ៉ែញ៉ៃដើម្បីកុំឲ្យលោកសំរងស៊ីអាចនិយាយថាបន្លំអញ៉ែញ៉ៃអញ្ចឹងទៅលួចគ្នាទៅវិញទៅមកហើយដល់អញ្ចឹងទៅលោកក៏ដូរឈ្មោះមកគណៈបកសំរងស៊ីដែលសំរងស៊ីនេះមិនដឹងណាលួចគាត់បានទៀតព្រោះវាជាគណៈបកមានឈ្មោះបុគ្គលចេះអញ្ចឹងទៅប្រជាពលរដ្ឋចាប់ផ្ដើមស្គាល់កាន់តែច្រើនទៅសំឡេងគាត់កាន់តែឡើងទៅមកដូរក្រោយមកទៅជាភ្លើងទៀនដល់ពេលហើយមុននឹងនេះនឹងក៏បានចូលគ្នាជាមួយនឹងគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខាហ្នឹងដោយសារអីដោយសារតែយើងអនុញ្ញាតឲ្យមានលំហប្រជាធិបតេយ្យខ្លះហើយចាប់ខ្លះអីខ្លះប៉ុន្តែសហគមន៍អន្តរជាតិឃើញយើងលេងលបែងនយោបាយមួយថាឲ្យមានការបោះឆ្នោតឲ្យមានការចូលរួមហើយមានសម្លេងប្រឆាំងកើនរហូតបងប្អូននៅពេលដែលសម្លេងប្រឆាំងកើនក្រើតណាគឺជាទូទៅសហគមន៍អន្តរជាតិធ្លាក់លុយហ្មងធ្លាក់ថែមជួយទៀតទៅហើយប្រជាធិបតេយ្យទៅហើយព្រោះគេសង្ឃឹមថាសម្លេងប្រឆាំងនេះគឺជាការដែលមានតុល្យភាពដើម្បីឲ្យគណៈបកកុម្មុយនីសរបស់ដែលមានដែលសារធាតុកុម្មុយនីសវៀតណាមហ្នឹងគឺឲ្យសាបទៅគឺខាងនេះតម្លាក់លុយជួយដើម្បីជួយឲ្យក្រមសេរីក្រមហ៊ុនស៊ិនប៉ិចក្រមសំរងស៊ីក្រមគណៈបកសិទ្ធិមនុស្សអីហ្នឹងចិត្តតែឡើងទៅក្រើតចេះមកលុយធ្លាក់ខ្ជិកគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកុម្មុយនីសនេះហ្នឹងគឺចាប់ផ្ដើមថយចុះដល់អញ្ចឹងទៅមានបញ្ហាភ្លាមលុយគេនៅតែជួយទេប៉ុន្តែគណៈបកប្រជាជនកម្ពុជាដឹងគ្រោះថ្នាក់ភ្លាមថាអត់បានទេបើបដ ாய் ឲ្យគណៈបកសេរីទាំងអស់នេះចូលរួមប្រកួតប្រជែងដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌មិនឈ្នះទេព្រោះប្រជាពលរដ្ឋស្គាល់ច្បាស់មួយណាកុម្មុយនីសមួយណាសេរីព្រោះប្រជាពលរដ្ឋឆ្អែតនឹងកុម្មុយនីសហើយដូច្នេះអត់ជ្រើសរើសកុម្មុយនីសទេច្បាស់ណាស់ជ្រើសរើសសេរីទោះបីជាគណៈបកប្រជាជនកម្ពុជាដែលមានគោលការណ៍កុម្មុយនីសព្យាយាមបលែមបន្លំដោយការបោះឆ្នោតត្រឹមត្រូវសេរីយុត្តិធម៌អីអនុញ្ញាតឲ្យមានការឃោសនាមានសិទ្ធិសេរីភាពអីបន្តិចបន្តួចប៉ុន្តែអាការអនុញ្ញាតហ្នឹងគឺដើម្បីអីបោកអន្តរជាតិឲ្យធ្លាក់លុយតែខ្ញុំសរសើរគណៈបកប្រជាជនកម្ពុជានឹងថ្នាក់ដឹកនាំដែរមករយៈកន្លងមកតាំងពីឆ្នាំ91រហូតមកដល់ឆ្នាំជាង2000ដល់2017ខ្ញុំឲ្យ credit ទៅគណៈបកប្រជាជនកម្ពុជានិងមេដឹកនាំគណៈបកប្រជាជនកម្ពុជាដែរបើដឹងថាហានិភ័យគ្រោះថ្នាក់ធ្ងន់សម្រាប់គណៈបកនេះដែលជាគណៈបកកុម្មុយនីសនេះគឺបើឲ្យបដ ாய் ដៃឲ្យគណៈបកសេរីចូលមកប្រគួតប្រជែងគឺនឹងមិនឈ្នះគេទេក៏ប៉ុន្តែនៅស្រឡាញ់ជាតិខ្មែរស្រឡាញ់ប្រទេសកម្ពុជាមួយត្រង់ថាខ្ចីដៃគណៈបកទាំងអស់ហ្នឹងបលែមបន្លំយកលុយជំនួយពីសហគមន៍អន្តរជាតិសិនខ្ញុំសរសើរកន្លែងហ្នឹងគឺគាត់មានប្រឈមនឹងគ្រោះថ្នាក់ខ្លាំងប៉ុន្តែគាត់ចង់ឲ្យប្រជាពលរដ្ឋគិតថាអត់អីទេប្រឈមខ្លាំងប្រហើបបន្តិចព្រោះតែគាត់ប្រហើបសិទ្ធិមនុស្សប្រជាធិបតេយ្យ
មានសេរីភាពសារព័ត៌មានសេរីភាពបណ្ដាញផ្សព្វផ្សាយមានសេរីភាពសហជីពអីខ្លះអាចបាតកម្មតវ៉ាអីទៅដើម្បីលួងចិត្តសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបដែលឲ្យ GSP ដែលឲ្យ EBA និងសហរដ្ឋអាមេរិកដែលឲ្យ GSP នឹងចិត្តតែទម្លាក់លុយមកខ្ជិះរោងចក្រនឹងចិត្តតែរីកទៅខាងនេះចិត្តតែប្រឹងប្រឡែងតិចទៅដើម្បីឲ្យលុយនឹងធ្លាក់រហូតហើយខ្ញុំសរសើរគណៈបកប្រជាជនកម្ពុជាកន្លែងហ្នឹងដោយសារអីដឹងខ្លួនគ្រោះថ្នាក់ធ្ងន់ណាស់នឹងលលាយគណៈបកកុម្មុយនីសរបស់ខ្លួនដាច់ចាក់ជាមិនខានបើសិនតែបដ ாய் បែបហ្នឹងក៏ប៉ុន្តែឆ្លៀតឱកាសហ្នឹងគឺរឹបបន្តិចតែប្រឡែងដើម្បីលួងសហគមន៍អន្តរជាតិឲ្យខ្ជាក់លុយដើម្បីអភិវឌ្ឍប្រទេសមែនអភិវឌ្ឍបានច្រើនមែនគឺអភិវឌ្ឍច្រើនទៅប្រជាពលរដ្ឋក៏ចាញ់បោកឃោសនារបស់គណៈបកប្រជាជនកម្ពុជាក្នុងន័យមួយថាឃើញទេគណៈបកប្រជាជនកម្ពុជាដឹកនាំគឺអភិវឌ្ឍរហូតដែរតាហេតុអីបានថាមកពីគណៈបកប្រឆាំងគណៈបកប្រជាជនតើដែលជាអ្នកដឹកនាំគណៈបកប្រឆាំងទេដែលនាំគ្នាចិត្តតែខ្ទាស់នេះខ្ទាស់នោះតែមែនតើគណៈបកប្រឆាំងអត់ដែលខ្ទាស់ការអភិវឌ្ឍទេគណៈបកប្រឆាំងខ្ទាស់ការអភិវឌ្ឍដោយអំពើពុករលួយឬក៏រំលោភសិទ្ធិមនុស្សឬក៏ឈ្លានពានឬក៏ធ្វើបាបប្រជាពលរដ្ឋអីហ្នឹងប៉ុន្តែគណៈបកប្រជាជនយល់លេសថាមកទប់ការអភិវឌ្ឍអីចឹងការលុបបង្ការបំផ្លាញធនធានធម្មជាតិការអភិវឌ្ឍដែលធ្វើឲ្យរាសទឹកភ្នែកគេខ្ទាស់តែរដ្ឋាភិបាលកម្ពុជាយកឱកាសហ្នឹងបានអភិវឌ្ឍហើយទៅយកធ្វើបាបគណៈបកប្រឆាំងថាជាក្រុមបំផ្លាញទៅវិញខ្ទាស់ការអភិវឌ្ឍរហូតអញ្ចឹងឆ្លៀតឱកាសហ្នឹងកេងចំណេញនយោបាយទី1ប្រាប់ប្រជាពលរដ្ឋកម្ពុជាថាក្រោមការដឹកនាំរបស់បកកុម្មុយនីសកម្ពុជាឃើញមានអភិវឌ្ឍដែរតាមានអភិវឌ្ឍមកកណអញ្ចឹងត្រូវបោះឆ្នោតឲ្យគេទៀតអាហ្នឹងគឺគេទៀមទាអញ្ចឹងគណៈបកប្រជាជនកម្ពុជាបោកសហគមន៍អន្តរជាតិដើម្បីព្រោះខ្លួនអត់មានលុយអភិវឌ្ឍទេគណៈបកប្រជាជនកម្ពុជាអត់មានលុយអភិវឌ្ឍប្រទេសបានទេព្រោះអីមិនដឹងទៅពឹងលើអ្នកណាមានតែពឹងលើការបោកបែបប្រជាធិបតេយ្យហ្នឹងថាខ្លួនមានប្រជាធិបតេយ្យហ្នឹងឲ្យសហគមន៍អន្តរជាតិខ្ជាក់លុយមកហើយកេងចំណេញនយោបាយមួយថាបើអភិវឌ្ឍក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាទោះជាអាចនឹងបាត់ប្រជាប្រិយក៏ដោយក៏សង្ឃឹមជឿថាអាចបោកប្រជាពលរដ្ឋខ្មែរឲ្យជឿថាក្រោមការដឹកនាំរបស់ខ្លួនមានការអភិវឌ្ឍហេតុអីយើងមើលមិនឃើញដូច្នេះទិញទឹកចិត្តប្រជាពលរដ្ឋកម្ពុជាត្រង់ន័យថាជាក់ស្ដែងមានការអភិវឌ្ឍហេតុអីបានប្រជាពលរដ្ឋមិនបោះឆ្នោតឲ្យទៀតហើយតាមការគិតរបស់គណៈបកប្រជាជនកម្ពុជាក៏នៅមានប្រជាពលរដ្ឋមួយចំនួនដែរដែលនៅតែគិតថាគណៈបកប្រជាជនកម្ពុជាគេខំប្រឹងធ្វើអភិវឌ្ឍមកកណបោះឆ្នោតឲ្យទៀតទៅហើយរឿងនេះគឺយើងឃើញតែអញ្ចឹងទៅរហូតជំនួយចេះតែធ្លាក់ខ្ជិកយើងចេះតែបន្លំគ្នាវាយគ្នាខ្លះចាប់អ្នកនេះដាក់គុកប្រឡែងអ្នកនេះអីចឹងលាក់នឹងលាក់សហគមន៍អន្តរជាតិគេមិនដឹងយើងបោកគេទេប៉ុន្តែបោកក៏បោកចាស់ឲ្យតែចំណេញខ្មែរ18លានអ្នកគេដាក់លុយខ្ជោគគេជួយ GSP គេជួយ EBA គេជួយអភិវឌ្ឍនេះអភិវឌ្ឍនោះលុយគម្រោងអត់សំណងADB ស្អី UNDP USAID NDI ជួយនោះជួយណាជួយមែនតែនលុយខ្ចីក៏ឲ្យខ្ចីការប្រាក់ក៏ទៀបអភិវឌ្ឍនេះអភិវឌ្ឍនោះជួយទាំងសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធតឡាការប្រព័ន្ធគណៈបកនយោបាយអីគេជួយលុយគ្រប់មុខគ្រប់យ៉ាងយើងឃើញឡើងសើតហើយគណៈបកប្រជាជនកម្ពុជាកេងចំណេញរហូតថាឃើញទេការអភិវឌ្ឍក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានេះគឺដោយសារតែកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលប្រទេសហត្ថលេខីត្រូវតែជួយមើលទី2គឺបើសិនជាយើងឲ្យនយោបាយយើងមានសេរីភាពមានការបោះឆ្នោតដោយមានគណៈបកនយោបាយចូលរួមមិនធ្វើទុកបុកម្នេញគេពេកអីវាមានខ្លះមិនអត់សោះទេកសែតអាចផ្សាយបានអង្គការសង្គមស៊ីវិលឯករាជ្យអាចធ្វើការបានអីចេះទៅស្រាប់តែដល់ពេលគេជួយមករឹងដៃរឹងជើងគណៈបកប្រជាជនកម្ពុជាដឹងខ្លួនថាអត់បានទេឥឡូវយើងមានទ្របគ្រប់គ្រាន់ហើយគេជួយមកវាល្មមអភិវឌ្ឍអីហ្នឹងគឺវាសមល្មមនឹងឲ្យប្រជាពលរដ្ឋជឿថាក្រោមការគ្រប់គ្រងរបស់ខ្លួនគឺបានហើយតែត្រូវតែទប់ត្រឹមប៉ុណ្ណឹងបានហើយតាហ៊ានបដោយឲ្យគណៈបកប្រឆាំងកើនឡើងប្រជាប្រិយរហូតដូចនេះគឺគណៈបកប្រជាជនកម្ពុជាគឺនឹងស្លាប់ដោយស្វ័យប្រវត្តិនៅពេលហ្នឹងឯងដែលចាប់ផ្ដើមលំលាយចោលគណៈបក
ប្រជាគណៈបកប្រឆាំងបដ ாய் ក្នុងឆ្នាំ2017បងប្អូនទៅមើលប្រវត្តិសាស្ត្រថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017 9ឆ្នាំមុនគណៈបកប្រជាជនកម្ពុជារំលាយគណៈបកសង្គ្រោះជាតិចោលគឺដោយសារតែគិតថាខ្លួនបោកសហគមន៍អន្តរជាតិបានគ្រប់គ្រាន់ហើយសហគមន៍អន្តរជាតិក៏ប្រហែលជានឿយណាយនឹងកម្ពុជាដែរហើយព្រោះជួយយើងច្រើនពេកហើយហ្នឹងជួយមកឲ្យហ្មងរឹងដៃរឹងជើងឯងដូច្នេះបំផ្លាញគណៈបកសង្គ្រោះជាតិចោលក៏គិតថាសហគមន៍អន្តរជាតិឲ្យអីក៏គេឲ្យតិចទៀតតិចដែរហើយជំនួយហ្នឹងប្រហែលជាផុតអស់ហើយវាឈប់ជួយហើយទៅជួយអីប្រទេសទៀតអីព្រោះយើងយកវាអស់អញ្ជក់អស់ហើយដូច្នេះនៅសល់តែការឯងគិតអញ្ចឹងណាកម្ពុជាគណៈបកកណ្ដាលអំណាចប្រហែលជាគិតអញ្ចឹងបំផ្លាញទៅសម្រាប់ប្រជាធិបតេយ្យចោលទៅរំលាយគណៈបកសង្គ្រោះជាតិចោលទៅបើសហគមន៍អន្តរជាតិដាក់សម្ពាធយ៉ាងណាក៏គណៈបកប្រជាជនកម្ពុជាបានទុនដែលបោកគេមកយុះមកហើយតម្រាំអាចដកដង្ហើមខ្លួនឯងបាននេះជាការរមិលគុណខ្លាំងមែនតើរមិលគុណនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលគេជួយមកពីដើមទីមកគេជួយរហូតដល់តែពេលទីបំផុតគឺរមិលគុណបំផ្លាញស្មារតីនេះចោលបំផ្លាញគណៈបកប្រឆាំងចោលបំផ្លាញអង្គការសង្គមស៊ីវិលចោលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចោលបំផ្លាញសេរីភាពចោលចាប់អ្នកសកម្មជនដាក់គុកច្បាក់ធ្វើច្បាប់កែរដ្ឋធម្មនុញ្ញកែអីទាំងអស់ក៏លັບចាក់180ដឺក្រេគឺចាប់ពីឆ្នាំ2017មកអញ្ចឹងបានន័យថាម៉េចបងប្អូនមិនមែនគណៈបកប្រជាជនកម្ពុជាអត់មានគុណស្រ័យនៅក្នុងការអភិវឌ្ឍប្រទេសទេដូចខ្ញុំបានជម្រាបអញ្ចឹងគឺគាត់ធ្វើនៅក្នុងន័យមួយថាបោកសហគមន៍អន្តរជាតិប៉ុន្តែខ្ញុំមិនខ្វល់ទេបោកសហគមន៍អន្តរជាតិប៉ុន្តែបានចំណេញខ្មែរ18លានអ្នកដែរបើគុំអីក៏មិនមានការអភិវឌ្ឍប៉ុន្តែគំនិតរបស់គាត់គឺមិនស្មោះត្រង់គឺនៅពេលណាមួយគឺនៅពេលដែលខ្លួនឯងដល់កម្រិតមួយដែលថារឹងដៃរឹងជើងគឺដោះស្លាប់ហ្មងអានោះដោះស្លាប់គឺចាប់ផ្ដើមហើខ្លួនឯងហើយគឺចាប់ផ្ដើមល្មិលគុណអ្នកដែលជួយហ្នឹងហ្មងឥឡូវឃើញនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិចោលភ្លាមកែច្បាប់កែអីចាប់លោកកម្មសខាដាក់គុកដាក់ពន្ធនាគារដាក់ស្អីធ្វើបាបធ្វើទុកបុកម្នេញ EBA គេដក EBA គេដកអា GSP ក៏គេកាត់ហោបញ្ហាទណ្ឌកម្មសពបែបយ៉ាងឥឡូវនេះសហគមន៍អន្តរជាតិគឺគេឲ្យយើងនៅឯកោគេឈប់ជួយអីទាំងអស់សហរដ្ឋអាមេរិកដកជំនួយទាំងអស់ពីកម្ពុជាតាំងពីឆ្នាំ2017ហ្នឹងមកលើកលែងតែជំនួយមនុស្សធម៌ទេគឺគេដកទាំងអស់ជំនួយជួយរដ្ឋាភិបាលជំនួយជួយអីហ្នឹងគឺដកជួយជំនួយមនុស្សធម៌ដូចរឿង USAID ដល់ពេលក្រោយមកបិទអង្គការ NDI បិទអីរបស់សហរដ្ឋអាមេរិកទៀតដាច់ផឹងគេជួយដែរជួយមីនជួយអីសុខាភិបាលរឿងអង្គការសង្គមស៊ីវិលគេនៅជួយខ្លះដែរប៉ុន្តែរបៀបជួយធំដុំអីគេដកអស់លីងការបោះឆ្នោតក៏គេលែងបញ្ជូនអ្នកសង្កេតការទៅសហគមន៍អឺរ៉ុបក៏តែអញ្ចឹងដកជំនួយដកអីលែងបញ្ជូនអ្នកសង្កេតការទៅនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយដែលសហគមន៍អន្តរជាតិឈប់ឲ្យអ្នកសង្កេតការបោះឆ្នោតទៅឃ្លាំមើលការបោះឆ្នោតព្រោះវាអត់ប្រយោជន៍គណៈបព្វជិជនអត់មានខ្វល់អីលីងទៅរើសអ្នកស្អីគេណាសង្កេតការបោះឆ្នោតរបស់ក្រមយុវជនរបស់លោកហ៊ុនម៉ាណីឯណាហ្នឹងគេមើលរាប់ម៉ឺនរាប់អីអ្នកហ្នឹងមានអីសហគមន៍អន្តរជាតិមិនមកហើយទៅព្រោះអីកម្ពុជារឹងដៃរឹងជើងហើយអាចនឹងធ្វើអីផ្ដេសផ្ដាសបានស្រេចចិត្តនេះហើយគឺជាការធ្លាក់ចុះនៃការក្បត់ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោយសារតែគណៈបកប្រជាជនកម្ពុជាដែលមានសារជាតិពីគណៈបកកុម្មុយនីសនៅចិញ្ចឹមមហិច្ឆតាកុម្មុយនីសរបស់ខ្លួនដដែលហើយធ្វើឲ្យកម្ពុជាឯកោតែម្ដងចាប់ពីឆ្នាំ2017កម្ពុជានៅក្នុងបញ្ជីខ្មៅសហគមន៍អន្តរជាតិហើយគេឲ្យយើងកែអត់កែរាល់ឆ្នាំកែអត់កែរាល់ឆ្នាំសេដ្ឋកិច្ចចាប់ផ្ដើមចុះបន្តិចម្ដងមានមិនមែនចុះភ្លាមទេព្រោះអីយើងធ្លាប់បានមានអាគារស្កឹមស្កាយមានលុយខ្ចីគេមកយើងសំបីយើងអភិវឌ្ឍមកកណមែនណាបងប្អូនចម្ពាក់គេ13,000 លានដុល្លារជាង 13,000 លានដុល្លារយើងចម្ពាក់គេសងបំណុលគេអត់តាន់ផុតទេ27ឆ្នាំបើយើងសងតាមលបឿនប៉ុណ្ណឹងយើងសងអត់ចប់ផង27ឆ្នាំកូនក្មេងកើតព្រិចមកចម្ពាក់គេ $1,000 ហើយអត់បានចាយ1រៀលទេហើយយើងសងតែការប្រាក់គេមួយឆ្នាំយើងសងបានតែ134 លានដុល្លារទេជាការប្រាក់
សងដើមគេបាន$500 លានដែរតែបើសងទំហំប៉ុណ្ណឹងគឺយើងត្រូវសងគេ27ឆ្នាំតែអាហ្នឹងសងផុត27ឆ្នាំតែយើងអត់ខ្ចីគេទេណាប៉ុន្តែបើយើងខ្ចីគេយើងខ្វះរហូតតើយើងទៅសងនរណាយើងដកចេញពីផ្តិលយើងដាក់ចូល3ផ្តិលវិញហ្នឹងដូច្នេះវាចង់និយាយថាវាអត់ទៅមុខទេហើយអាហ្នឹងដោយសារអីគឺដោយសារតែយើងបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឥឡូវនៅពេលដែលយើងឯកោតាមពិតខ្ញុំ